មកសម្រាប់ពេលថ្ងៃត្រង់1 ម៉ោងអ្នកទាំងអស់គ្នាអត់មានទៅណាទេខ្ញុំនេះគឺដើរសំដៅទៅដកខ្ទឹមសខ្ញុំតែម្ដងតែមុនទៅដកខ្ទឹមសហ្នឹងគឺដើរប្រដាប់ទៅកោះខ្ទឹមអញ្ចឹងណាព្រោះថាខ្ទឹមសខ្ញុំដាំទឹមដកហ្នឹងពូជធ្ងន់ហើយឬវាចាក់ជ្រៅមែនតែនដល់អញ្ចឹងទៅត្រូវតែយករបស់នេះទៅជួយហើយខ្ញុំក៏កាន់ហុំមីទៅដែរគាត់ណាហុំមីខ្លាចយើងគ្រប់គ្រងទៅបាក់អីចឹងបើរបស់ដែលខ្ញុំពងកាន់ហ្នឹងក៏វាចដែរវាចឡើងពេញហ្នឹងអត់ដឹងហៅថាម៉េចចឹងឲ្យបងប្អូនទាំងអស់គ្នាអត់ស្គាល់ឈ្មោះហើយមិញហ្នឹងរបស់កន្លែងបងប្អូននេប៉ាល់មកយកពីកន្លែងគេមកដកខ្ទឹមពេលយើងដករួចហើយយើងយកមកទុកឲ្យគេវិញទៅហើយនេះក៏ជារូបរាងខ្ទឹមសពូជធ្ងន់ដែរអ្នកទាំងអស់គ្នាខ្ទឹមសពូជធ្ងន់ហ្នឹងវារាងយូរព្រោះបើខ្ទឹមសពូជស្រាលយើងបានដករួចរាល់អស់ហើយខ្ទឹមសពូជស្រាលមិនបាច់យកហុំមីអីមកជួយជំនួយអីទេអ្នកទាំងអស់គ្នាដកតាដៃទៅទេនឹងដកមកស្រួលមែនតើឡើងផុយដល់ពេលខ្ទឹមខ្ញុំពងដកនឹងថារឹសវាចាប់ជ្រៅមែនតើហ្នឹងពិបាកគាត់ដល់ពេលអញ្ចឹងទៅអ្នកដាំអីទៅម្នាក់អត់ទៅចង់ដាំទេព្រោះបាក់ដកហើយតែបើខ្ទឹមនេះយើងហូបពេលចិត្តចូលទៅជាអញ្ចឹងអត់ងាយដុះទេរាល់ថ្ងៃមកធ្វើការនៅប្រទេសកូរ៉េរៀងសល់លុយមកបន្តិចដោយសារយើងបានដាំដំណាំហូបខ្លួនឯងខ្លះអញ្ចឹងអ្នកទាំងអស់គ្នាដាំនេះបានច្រើនគួរសមដែរនឹងបានចែកបងប្អូនខ្មែរយើងនៅចិត្តនឹងចែកគ្នាញ៉ាំបើសិនជាអត់បានដាំខ្លួនឯងទេយើងទិញគេមួយឆ្នាំអស់លុយរៀងច្រើនដែរហ្នឹងព្រោះយើងត្រូវចំណាយលើបន្លែត្រីសាច់អីចឹងហើយយើងចំណាយលើខ្ទឹមគ្រឿងក្រៅចេះទៀតគឺអស់លុយច្រើនមែនតែនអ្នកកសិកម្មនៅកន្លែងតកែខ្ញុំគឺគាត់បានដាំគ្រប់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដល់អញ្ចឹងទៅរៀងសល់លុយព្រោះកន្លែងគេខ្លះតកែគេអត់ឲ្យដាំនៅជាប់រងចឹងឯងព្រោះខ្លាចមានសត្វល្អិតអីចឹងទៅតោងបន្លែរបស់គាត់តែតកែរបស់ខ្ញុំគាត់ឲ្យដាំចឹងទៅគាត់ឲ្យយើងមើលថែដកស្មៅអីទៅតាមនឹងទៅបើបន្លែយើងមានសត្វចឹងទៅយើងប្រាប់គាត់ទៅគាត់លាយថ្នាំឲ្យសល់ចឹងឲ្យយើងយកទៅស្រោចលើដំណាំយើងខ្ទឹមសខ្ញុំដាំបានច្រើនចឹងខ្ញុំមិនចែកតែបងប្អូនខ្មែរយើងទេចែកឲ្យតកែខ្លះដែរព្រោះថាយើងដាំខ្ទឹមហ្នឹងគឺយើងយកជីរបស់គាត់មកប្រើដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាតែអ្នកខ្លះគេអត់គិតចឹងទេប៉ុន្តែពួកខ្ញុំគឺដាំហើយយើងចែកផលខ្លះឲ្យតកែទៅខ្ទឹមសនេះមិនដឹងថាបានដាំនៅប្រហែលឆ្នាំទៀតទេព្រោះថាឥឡូវនេះចាត់លេងចង់នៅកូរ៉េទៀតហើយចង់ត្រឡប់ទៅនៅស្រុកខ្មែរវិញនឹកពុកនឹកម៉ែនឹកបងនឹកប្អូនតាំងក៏ពិតអត់មានបងផងនឹងខ្លួនឯងនឹងកូនបងសោះហ្នឹងឃ្លាតពីស្រុកកំណើតនឹងរៀងយូរឆ្នាំដែរហើយកាលនៅខ្មែរធ្វើស្រែមកដល់កូរ៉េធ្វើចការម្ដងធ្វើចការឲ្យតកែមកជុំឲ្យងុំឆ្លៀតធ្វើចការខ្លួនឯងដែរបើមិនឆ្លៀតមិនព្រោះយើងចូលចិត្តដាំអញ្ចឹងអ្នកទាំងអស់គ្នាស្រុកគេនេះនិយាយថាពីដាំអើយស្រួលដាំមែនតើកាលណាក្របពូជយើងដាក់ដល់លើដីហ្នឹងគឺដុះហ្មងហើយក្របតឡាចក្របអនងខ្ញុំអីហ្នឹងមកកណោធ្លាក់តាលើដីហ្នឹងថាដុះអើយដុះប៉ុន្តែមិនដឹងយកទៅណាអញ្ចឹងណាព្រោះយើងអត់ត្រូវការដាំច្រើនទេដាំតែមួយមើមចឹងទៅបើសិនជាខ្ញុំហូបតែឯងដាំប៉ុណ្ណេះគឺខ្ញុំហូបអត់អស់ទេណាស់តែដាំហើយដែរចែកគេចែកបងប្អូនខ្មែរយើងនៅចិត្តហ្នឹងទៅហើយមានបងស្រីមួយដែរគាត់ថាដាំហើយបានគាត់ជួយយកអញ្ចឹងណាខ្ទឹមសខ្ញុំពងដកនៅអ្នកទាំងអស់គ្នាដាំរៀងតិចដែរប៉ុន្តែដកមកបានរៀងច្រើនគួរសមដែរបើពូជស្រាខ្ញុំដកលើកមុននោះបានមកកណើគ្រាន់បើដែរប៉ុន្តែមើមរៀងទូចច្រើនអញ្ចឹងទៅហើយក៏ចែកបងប្អូនយើងខ្លះទៅអ្នកខ្លះក៏បានទូចធំលាយគ្នាអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាមិនមែនយើងដាំយកតែធំទៅខ្លួនឯងឲ្យគេទូចទេតែបើពូជធ្ងន់នេះឬរៀងជ្រៅហើយប៉ុន្តែភាគច្រើនរៀងធំខ្ទឹមសពូជធ្ងន់នេះអត់ទៅបានចែកអ្នកណាទេគឺទុកខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាបានថាពូជស្រាទេចែកបងប្អូនយើងព្រោះថាពូជស្រាឆាប់ដុះជាងពូជធ្ងន់ហើយបងប្អូនណាខ្លះដូចខ្ញុំពេលខ្ញុំបានដាំដំណាំមានផលផ្លែផ្កាល្អអញ្ចឹងគឺសប្បាយចិត្តអារម្មណ៍ស្រស់ស្រាយទៅតាមនឹងដែរពេលល្ងាចអីចេញពីធ្វើការវិញគឺអត់សំដៅទៅផ្ទះភ្លាមទេគឺនៅឯអង្គដើរមើលបន្លែប្លុកហ្នឹងឲ្យថាបានផលផ្លែបានប៉ុណ្ណាហើយល្អប៉ុណ្ណាហើយងាកស្រោចទឹកចឹងទៅចង់ឲ្យបន្លែល្អលឿនពេលថ្ងៃត្រង់ថ្ងៃខ្លះក៏អត់សម្រាកដែរគឺដើរមើលបន្លែស្រោចទឹកអីចឹងទៅដកស្មៅតិចតួចតែឥឡូវរៀងក្តៅខ្លាំងទៅក៏ឆ្លៀតសម្រាប់ពេលថ្ងៃត្រង់ហ្នឹងទៅដល់ពេលល្ងាចចេញទៅផ្ទះគឺដើរមើលទៅតាមនឹងទៀតពេលកំពុងដកខ្ទឹមហ្នឹងមេឃក្តៅមែនតើអ្នកទាំងអស់គ្នា
តែដល់ពេលល្ងាចចុះពងធ្វើការមានណាមេឃដឹងថាម៉េចលេងភ្លៀងមកមួយមេសូរច្រើនហើយពួកខ្ញុំនៅតតែ20នាទីទៀតចេញពីធ្វើការមានណាភ្លៀងឲ្យស្ទឹកខ្ទឹមខ្ញុំដែរខ្ញុំហាលនៅនឹងពេលថ្ងៃខ្ញុំថាចេញហាលនៅត្រង់នេះទៅគៀននេះទៅរៀងម្លប់ដែរកុំឲ្យវាត្រូវថ្ងៃក្តៅខ្លាំងអីចឹងទៅក៏អត់សាយកទៅទុកក្នុងរោងដែរទុកនៅហាលវានឹងទៅដល់ពេលម៉ោងចេញហើយមកដល់កន្លែងខ្ទឹមភ្លៀងរ៉ែកដល់ពេលបានតែមកស្បក់រាំងបដោយចឹងមកខ្ញុំថាចេះមេឃធ្វើបាបខ្ញុំដល់កឲ្យខ្ទឹមខ្ញុំសើមតែមិនអីទេប៉ុណ្ណឹងសោះឲ្យសើមទៅខ្ទឹមយើងមិនដែលត្រូវទឹកភ្លៀងផងហើយនិយាយពីឆ្នាំនេះវិញភ្លៀងគឺអត់សូវមានសោះអ្នកទាំងអស់គ្នារាល់ឆ្នាំភ្លៀងច្រើនមែនតើដល់ពេលឆ្នាំនេះមេឃក្តៅខ្លាំងចឹងទៅអត់សូវភ្លៀងហើយបើអាកាសធាតុយើងមើលទៅដាក់ភ្លៀងមួយអាទិត្យជាប់គ្នាមិនភ្លៀងចឹងណាភ្លៀងមកបន្តិចរ៉ែនិយាយយូរទៅមិនដឹងទៅណាទៅណីទេបងប្អូនទាំងអស់គ្នាហើយដល់វគ្គខ្ញុំប្រមូលខ្ទឹមទុកយកទៅដាក់មកកលៀតចិត្តដល់ម៉ោងចូលធ្វើការឲ្យបញ្ញាបន្តិចព្រោះថាសម្រាប់តែ1ម៉ោងបន្ទាប់ពីយើងដកខ្ទឹមនឹងរួចហើយចូលធ្វើការខ្លួនឯងតែម្ដងហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតបាយបាយ